ngàyនេះខ្ញុំបានលើកយកនៅចំណុចសំខាន់ចំនួន3ដើម្បីមកចែករំលែកជាមួយកូនស្រីនៃវិទ្យាល័យហ៊ុនសែនកំពង់ចាមនេះដើម្បីពង្រឹងភាពក្លាហានរបស់គាត់ពង្រឹងការចូលរួមសមត្ថភាពរបស់គាត់ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសង្គមនៅថ្ងៃអនាគតចំណុចទី1ខ្ញុំបានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជីវិតកុមារភាពរបស់ខ្ញុំតើវាមានភាពខុសគ្នាដូចម្ដេចជាមួយនឹងកុមារភាពរបស់កូនស្រីនៅក្នុងចំនួន2020ជាងនេះរាជរដ្ឋាភិបាលក្រោមការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំរបស់យើងទៅលើកូនស្រីដែលលោកផ្ដល់ឱកាសក្នុងជួរជាថ្នាក់ដឹកនាំក្តីចាផ្ដល់ឱកាសក្នុងការរៀនសូត្រជាក់ស្ដែងដូចជាថ្មីនេះអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏លោកបានគិតគូរយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះកូនស្រីដែលនៅក្នុងនោះមានចំណុចសំខាន់4ដែលបានចែករំលែកនៅលើเพจរបស់សម្ដេចផ្ទាល់ផងដែរដូចជាការលើកកម្ពស់នៅចំនួនថ្នាក់ដឹកនាំជាស្ត្រីដែលជាអភិបាលរងរាជធានីខេត្តក៏ដូចជាក្រុងស្រុកឲ្យមានចំនួនយ៉ាងតិច2រូបចាឲ្យការគ្រប់គ្រងឲ្យកូនស្រីអាចចូលរួមប្រឡងចូលជាមន្ត្រីរាជការយ៉ាងតិច50%នៃចំនួនសរុបហើយការគ្រប់គ្រងជំរុញឲ្យមានភាពអង្អាចក្លាហានភាពខ្លាំងក្នុងការចូលរួមលើគ្រប់វិស័យក៏ដូចជាការរៀបចំអន្តេវាសិកដ្ឋានសម្រាប់កូនស្រីស្នាក់នៅពេលដែលគាត់ទៅរៀននៅរាជធានីភ្នំពេញគឺរំភើបមែនតើនៅពេលដែលឮអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង4នេះហើយចំណុចចុងក្រោយខ្ញុំបានចែករំលែកជូនកូនស្រីអំពីថាតើការរៀបចំខ្លួនបែបណាការថែរក្សាសុខភាពទាំងសិលធម៌រស់នៅក្នុងសង្គមទាំងការប្រឹងប្រែងដុសខាត់សមត្ថភាពខ្លួនឯងទាំងការចូលរួមជួយការងារសង្គមឲ្យបានច្រើនតាមលទ្ធភាពដែលយើងអាចធ្វើបានហើយពង្រឹងសមត្ថភាពខ្លួនយើងឲ្យខ្លាំងដើម្បីចាប់យកឱកាសដែលសង្គមបានផ្ដល់ឲ្យដើម្បីឲ្យកូនស្រីទាំងអស់មានអនាគតល្អចាហើយនឹងមានការអភិវឌ្ឍនៅក្នុងជីវិតរបស់គាត់ផងដែរខ្ញុំទទួលបានបទពិសោធន៍ដូចជាពង្រឹងភាពក្លាហានរបស់ខ្ញុំទី2អាចជំរុញទឹកចិត្តឲ្យនាងខ្ញុំធ្វើការចូលរួមក្នុងកម្មវិធីផ្សេងនៅក្នុងសង្គមជាច្រើនខ្ញុំអីដែលខ្ញុំចង់បន្ថែមទៀតគឺខ្ញុំចាប់អារម្មណ៍ទៅការដែលលោកជំទាវគាត់រវល់ខ្លាំងមិនក៏ដែរប៉ុន្តែគាត់ឆ្លៀតពេលបែងចែកពេលវេលាបានយ៉ាងល្អក្នុងការផ្ដល់ពេលវេលាឲ្យគ្រួសារនាងខ្ញុំចង់យកបទពិសោធន៍ដែលខ្ញុំបានតាមរយៈការធ្វើការសិក្ខាសាលាបែបមិញហ្នឹងយកទៅចែកជូនដល់មិត្តភ័ក្តិក៏ដូចជាអ្នកដែលខ្ញុំស្គាល់ទូទៅដើម្បីជួយពង្រឹងទឹកចិត្តគាត់ឲ្យមានភាពក្លាហានដើម្បីក្នុងការដឹកនាំភារកិច្ចអ្វីមួយបន្តទៀតអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើទៅដល់ក្មេងស្រីទាំងអស់គឺកុំខ្លាចក្នុងការធ្វើអ្វីមួយត្រូវមានភាពក្លាហានដើម្បីទទួលបានបទពិសោធន៍ជាច្រើនហើយក៏បណ្ដុះភាពជាអ្នកដឹកនាំនៅក្នុងខ្លួន